là vàng miên rừng ấy giúp trâu ngặt trồng chết sạch lô là rộc ấy chi tranh tục ở nhom miên về sai ai kề nắng màu chẳng rai dốc thôi na mình bạch đây cuốn tế nè rồi khi cầm bông phơi say nắng rương rung riêng miên chỉ vật nhưng mình bán phun nè tê chăm đó chuan cào chăm phù dường ta phù dường cút phơi mệt tới một chui bình tĩnh chui bạc phía từng ọc nè vì đánh toàn hai trong bình tĩnh từ ai lỡ thưa mày tới miên tiệt hời nè lô tơ muốn tờ một này một man mình đo tháp tu men so bong ôn ta nhung cầm bông run này không sụp bên mền tế đồ ná có bán chui nhung phong ta bị phục lục ní cắt ấy láng bị phục lục ní cút bát tờ hàiรู้เรียนมีนชีวิตแมนรถอ่อยเลือนชกุดแมนไฮเมื่อเตอanhมีนเจ็ดหมดหม่อมหนักป่าจ้องรู้ชีวิตเตอสหการจีมวยขยมป่าโยไฮโปรเปกในปีดองป่าโยไฮโปรเปกในปีดองឆ្លើយសំណួរខ្ញុំមួយខ្ញុំនឹងលើកលែងទោសឲ្យអញពួកអញមកពីណាមេឃល្អណាស់បងប្អូនល្មមហើយអាមួយនេះបែកក្បាលបាត់ហើយប្រញាប់ទៅចាំបាច់ធំថ្នាក់នឹងទេបងប្អូនរត់លឿនឡើងក្របឃ្លីនេះជារបស់មានតម្លៃសោះមានរកឃើញអីទេអត់ទេគ្រាន់តែឆ្ងល់ថានាងខ្មៅលើមេឃនោះមកពីណាចុះឥឡូវពួកយើងទៅណានៅក្រៅក្រុងចិត្តដល់ទ្វារក្រុងហើយខាងមុខមានស្ពានមួយពួកយើងត្រូវតែដើរកាត់នៅចិត្តនឹងមានការ៉ាសាំងល្មមមានហាងទំនិញតែញ៉ាំអីឲ្យឆ្អែតសិនទីនេះប្រហែលជាគ្មានបិសាចទេកម្លាំងខ្លាំងមែនស្មានមិនដល់ថាក្របឃ្លីនេះអាចបង្កើនកម្លាំងបានសោះឬមួយពួកយើងកុំឆ្លងស្ពានអីម្ហូបអាហារនៅទីនេះល្មមឲ្យពួកយើងញ៉ាំបានយូរដែរមិនបានទេបិសាចនៅទីនេះច្រើនណាស់នៅខាងក្រៅមិនមែនថាគ្មានទេតែភាគរយជួបគឺតិចចាំដល់ពេលរកឡានមួយគ្រឿង
ចាក់សាំងមួយប៊ីដុងបើគេប្រទេសឃើញក៏មានឱកាសរត់គេចខ្លួនដែរអាស្អីនេះមិនត្រឹមតែអាចបំពេញកម្លាំងកាយនិងស្មារតីទេថែមទាំងអាចបង្កើនកម្លាំងកាយបានទៀតប៉ុន្តែក្របឃ្លីនេះដូចជាមានថាមពលកម្រិតកាន់តែប្រើកាន់តែតូចទៅអញពិតជាមិនព្រមចេញទៅជាមួយខ្ញុំមែនទេខ្ញុំឈប់ទៅហើយខ្ញុំគិតថាប្រហែលជានៅប៉ុន្មានថ្ងៃទៀតខ្ញុំនឹងបានគេជួយអញ្ចឹងក៏បានសង្ឃឹមថាពួកយើងនៅមានឱកាសជួបគ្នាទៀតចម្លែកណាស់នៅលើស្ពាននេះបែរជាគ្មានបិសាចសំបីតែមួយក្បាលពួកអញក៏ចង់ចេញពីក្រុងដែរមែនហើយក្មេងប្រុសក្លាហានណាស់ហ៊ានធ្វើសកម្មភាពម្នាក់ឯងខ្ញុំបែរជាកោតសរសើរអ្នកបែរជាអាចជួបជុំមនុស្សបានច្រើនយ៉ាងនេះប្អូនប្រុសមិនដឹងទេដឹងគាត់ម្នាក់ឯងវាយកណ្ដុរបំផ្លាញខ្លួនរំអស់ជាច្រើនក្បាលបងធំអ្នកពិតជាខ្លាំងមែនកុំនិយាយរឿងទាំងនេះសិនអ្នករាល់គ្នាប្រញាប់ដើរទៅនៅសល់ប៉ុន្មានគីឡូម៉ែត្រទៀតដល់ក្រៅក្រុងហើយចាំដល់ពេលចាំនិយាយក្នុងឡាននេះមានអីញ៉ាំការបង្កើនកម្លាំងរបស់ក្របឃ្លីដូចជាអាចលើសពីកម្រិតកំណត់របស់រាងកាយមនុស្សអ្នករាល់គ្នាជួយចែកគ្នាដើរយូរយ៉ាងនេះប្រហែលជាឃ្លានហើយបងដាហ្វៃពិតជាខ្លាំងចង្រៃយកខ្ញុំមិនគួរពណ៌ឡាននេះសោះមានរឿងអីបេសាចចិត្តជ័យបងដាហ្វៃនឹងការពារពួកយើងខ្ញុំគិតថាបងដាហ្វៃការពារពួកយើងមិនបានទេឯងនិយាយស្អីហ្នឹងអត់ឃើញកម្លាំងបងដាហ្វៃអំបញ្ញមិញទេបេសាចមិនប្រកាសថាវាឈ្នះគាត់ទេអញ្ចឹងរ៉ាពួកអញគិតថាបងដាហ្វៃជាគូប្រកួតរបស់បេសាចប្រភេទនោះមែនទេមិនក៏មានបេសាចបែបនេះចង្រៃយកមែនមើលទៅត្រូវតែរកក្របឃ្លីឲ្យបានច្រើនជាងនេះដើម្បីបង្កើនសមត្ថភាពអាល្អិតនេះបែរជាអាចតាមទាន់ល្បឿនរបស់ខ្ញុំបានមើលទៅវាក៏ធ្លាប់ស្រូបយកក្របឃ្លីដែរអាល្អិតមានបេសាចមានតែបន្ទោសដែលអញដឹងច្រើនពេកអាល្អិតគួរឲ្យចាប់អារម្មណ៍ដល់អញចាប់ផ្ដើមប្រុងប្រយ័ត្ននឹងខ្ញុំតាំងពីពេលណាអញដឹងពីហាស់ញ៉ាំរបស់ក្របឃ្លីតែមិត្តភ័ក្តិរបស់អញដូចជាមិនដឹងសោះតាមពិតអញ្ចឹងសោះកាត់អីហ្នឹងវាចង់ទៅសម្លាប់បងដាហ្វៃមិនមែនទេអាចចង្រៃនេះឈួតអីចង្រៃយកលើកនេះអញលើកលែងឲ្យអញមួយគ្រាឬមួយខ្ញុំជាចំណេញឆ្ងាញ់ក្នុងភ្នែកបេសាចនេះខ្ញុំសម្លាប់ឯងមិនបានទេបេសាចមឹកសម្លាប់ឯងក៏ដូចតែគ្នាហ្គេមត្រូវបញ្ចប់អត់ទេដឹងអញ្ចឹងក៏បានដែរត្រូវតែនិយាយថាភាពមើងម៉ាត់របស់អញធ្វើឲ្យគេកោតសរសើរសូម្បីតែខ្ញុំក៏ស្ទើរតែចាញ់អញដែរប៉ុន្តែខំប្រឹងយ៉ាងនេះហើយចុងក្រោយនៅតែត្រូវខ្ញុំសម្លាប់ដដែលអញចាំបាច់ត្រូវតែសម្លាប់ខ្ញុំឲ្យបានមែនទេពួកយើងអាចសហការគ្នាបានអញម្នាក់ឯងនៅក្រៅជួបគ្រោះថ្នាក់មិនប្រកាសថាអាចដោះស្រាយម្នាក់ឯងបានទេល្បិចពន្យាពេលគ្មានប្រយោជន៍ទេទៅងាប់ទៅឯងរត់រួចទេចាត់ទុកថាអញសេចចុះអញទៅងាប់ទៅខ្ញុំចុះចាញ់ហើយបើចង់បន្ទោសខ្លួនឯងដែលអាត្មានិយមពេកមានឡាននៅមានអីញ៉ាំទៀតអាជីបានទៀតអាល្អិតចេះលួចវាយប្រហារទៀតកណ្ដុរធំជាងគេបន្តិចសោះហ៊ានមកច្រងៀងដាក់ខ្ញុំ
រត់រួចទេមើលទៅក្របខ្លីក៏មានការបែងចែកកម្រិតដែរសេចក្តីជូនដំណឹងបន្ទាន់ទីក្រុងភាគច្រើននៅជុំវិញពិភពលោកត្រូវបានធ្លាក់ចុះអ្នកជំនាញវិភាគថាមនុស្សជាង 4000 លានអ្នកនៅទូទាំងពិភពលោកបានស្លាប់បក្សីយៈបានលេចឡើងនៅរាងកាយទាំងមូលឆេះដោយកន្លែងណាដែលវាកាត់ប្រែជាសមុទ្រភ្លើងតំបន់សមុទ្រ Kangland ឆ្នាំមួយក្បាលប្រវែង100ម៉ែត្របានលេចឡើងកប៉ាល់ដែលឆ្លងកាត់ទាំងអស់ត្រូវលេចលង់យោងតាមការវិភាគរបស់អ្នកជំនាញនៅក្នុងក្បាលបិសាចមានក្របឃ្លីចម្លែកដែលអាចបង្កើនកាយសម្ភារប្រកបដោយប្រសិទ្ធភាពពុកចង្ការល្អតាអាមួយនេះដឹងថាមិនមានរឿងល្អបែបនេះបែរជាមិនប្រាប់ខ្ញុំសោះខ្ញុំឆ្ងល់ថាហេតុអ្វីអាល្អិតនោះចង់បំបែកផ្លូវពីខ្ញុំតាមពិតគឺដើម្បីស៊ីដាច់ម្នាក់ឯងសោះជួយផងខ្ញុំមិនអីទេត្រូវការជំនួយទេត្រូវការជំនួយអញ្ចឹងល្អប៉ុន្តែក្របឃ្លីក្នុងក្បាលបិសាចជារបស់ខ្ញុំបានបងប្អូនជំនាញខ្លាំងណាស់អរគុណប្អូនប្រុសខ្ញុំឈ្មោះយ៉ាវឆែមកគាត់ឈ្មោះលីយ៉ងលោកនេះជាបងប្រុសម៉ាឆុងធៀងពួកយើងបានចូលរួមអង្គការមួយសរុបមានប្រហែល50-60នាក់តើអ្នកមានចំណាប់អារម្មណ៍រួមគ្នាទេ50-60នាក់ចាស់មែនហើយទោះជាសមត្ថភាពអ្នកមិនអាក្រក់ប៉ុន្តែនៅព្រៃបន្តិចបន្តួចមិនប្រុងប្រយ័ត្នជួបតួអង្គខ្លាំងក្លានៅតែពិបាកការពារខ្លួនឯងចុះបងប្អូនមានន័យថាម៉េចបានក្រុមលីយ៉ងឆៅឈៀមកម៉ាឆុងធៀងត្រឡប់មកវិញហើយអូមិនក៏មានមនុស្សម្នាក់ទៀតអ្នកមកថ្មីជួបគ្នាតាមផ្លូវស្ម័គ្រចិត្តចូលរួមអង្គការពួកយើងជំរាបសួរខ្ញុំឈ្មោះ Chen King ខ្ញុំមិនខ្វល់ឯងឈ្មោះអីទេមិនមែនជាមនុស្សស្រីអាយុនៅក្មេងយ៉ាងនេះមានប្រយោជន៍ស្អីមិនអាក្រក់បែរជាយកអាហារមកច្រើនយ៉ាងនេះពួកឯងប៉ុន្មានអ្នកមកនេះយកអាហារទាំងអស់ទៅឃ្លាំងហើយឡានមួយគ្រឿងនេះរឹបអូសយកជាការងាររដ្ឋសុំទោសផងបងប្អូនបន្តិចទៀតខ្ញុំជួយសុំអង្គរបងធំឯងថាអ្នកវ័យក្មេងមកថ្មីនោះមានសមត្ថភាពខ្លាំងចាស់គាត់អាចទប់ទល់ស្រមោចបំផ្លាញខ្លួនបានហើយជាបានស្រូបយកក្របឃ្លីមិនតិចទេមែនណាខ្លាំងល្មមគឺល្អបំផុតខ្ញុំរៀបចំភារកិច្ចពិបាកខ្លះឲ្យគាត់ឯងមិនខ្លាចសមត្ថភាពគាត់លើសឯងទេក្របឃ្លីដែលទទួលបានគឺត្រូវតែប្រកល់ជូនខ្ញុំចាត់មនុស្ស10នាក់ឲ្យទៅធ្វើសកម្មភាពជាមួយគាត់ដើម្បីតាមដានអ្នកណាហ៊ានបំពានច្បាប់ដែលខ្ញុំបានកំណត់អ្វីដែលបងហៅនិយាយគឺត្រូវណាស់ខ្ញុំតាមបងហៅគឺចាត់ទុកថាជ្រើសរើសមនុស្សត្រូវហើយពិតមែនហើយកាត់អីអ្នកត្រូវបានគេរៀបចំភារកិច្ចឲ្យហើយបងហៅរៀបចំឲ្យអ្នកនិងមនុស្សមួយចំនួនទៅបរបាញ់គោលដែលលើកនេះគឺក្អែបបំផ្លាញខ្លួនតោះទៅអូពួកឯងមិនមានអារម្មណ៍មិនសុខចិត្តទេពួកឯងជួយហ៊ូហៅធ្វើការបានប្រយោជន៍អីខ្លះប្រគល់ក្របឃ្លីជូនអ្នកដែលខ្លាំងគឺហ៊ូហៅមិនមែនពួកឯងទេពួកឯងប្រថុយជីវិតធ្វើអីគាត់ចាត់ពួកឯងឲ្យតាមដានខ្ញុំពួកឯងដឹងថាហេតុអ្វីទេព្រោះគាត់ខ្លាចខ្ញុំខ្លាំងពេកលើសគាត់ធ្វើឲ្យតំណែងអ្នកដឹកនាំរបស់គាត់មិនរឹងមាំប្រសិនបើអ្នករាល់គ្នាព្រមជួយខ្ញុំមួយដៃមួយជើងខ្ញុំមានទំនុកចិត្តថានឹងវាឈ្នះហ៊ូហៅដល់ហើយចុះក្អែបបំផ្លាញខ្លួននៅណាបន្តិចទៀតចេញមកហើយអ្នករាល់គ្នាកុំភ័យសហការគ្នាប្រឈមមុខស្ត្រូវសរុបមាន19គ្រាប់ពួកយើងមានសរុប14នាក់ម្នាក់មួយគ្រាប់នៅសល់5គ្រាប់យកត្រឡប់ទៅឲ្យហ៊ូហៅច្បាប់គឺស្លាប់មនុស្សរស់ស្ថានភាពមិនដែរគាត់ធ្វើបានល្អណាស់គ្មានបំណងបំពានទេអញ្ចឹងល្អហើយថ្ងៃស្អែកបន្តទៀតនេះជារង្វាន់របស់អ្នកអរគុណបងហៅអញទ្រាំលេងបានហើយ Chen King និយាយត្រង់មកខ្ញុំជាខ្សែភ្នែករបស់ហ៊ូហៅមិនមែនជាមនុស្សល្អទេខ្ញុំធ្វើការឲ្យគាត់ប្រថុយជីវិតមិនមែនគ្រាន់តែចង់រស់ទេគាត់មិនឲ្យក្របឃ្លីខ្ញុំសុទ្ធតែឲ្យឯងញ៉ាំបើជួបគ្រោះថ្នាក់មែនអញបាត់បង់ជីវិតហើយយកអាហារបន្តិចបន្តួចនឹងធ្វើបង្កើនកម្លាំងរស់នៅស្រួលចាត់ទុកពួកយើងជាស្អីពួកយើងមិនចាំបាច់ប្រថុយជីវិតឲ្យគាត់ទេប្អូនប្រុស Chen King អ្នកពិតជាមានវិធីទប់ទល់នឹងអាចចង្រៃហ៊ូហៅនឹងមែនទេក្នុងពេលដែលអ្នករាល់គ្នាមានចិត្តមិនសុខចិត្តនឹងទង្វើរបស់ហ៊ូហៅសមត្ថភាពខ្លួនឯងរកឱកាសផ្ដួលរំលំគាត់សរុបមាន22គ្រាប់អ្នករាល់គ្នាចែកគ្នាទៅបងប្រុសអ្នកបើកបរអ្នកប៉ះពាល់ជាមួយហ៊ូហៅច្រើនជាងគេខ្លាំងណាស់ព្រឹកម្សិលមិញខ្ញុំឃើញគាត់ដើម្បីតេស្តសមត្ថភាពខ្លួនឯងបែកជញ្ជាំងមួយហើយពួកយើងរាល់ថ្ងៃប្រកល់ជូនលើសពី20គ្រាប់ថ្ងៃមុខមានតែខ្លាំងឡើង20គ្រាប់
មើលទៅពួកយើងត្រូវតែធ្វើសកម្មភាពយប់នេះបើបន្តពន្យាពេលទៀតខ្លាចថាហ៊ូហៅគ្មានគូប្រកួតយប់នេះស្រូបយកគ្រាប់ឃ្លី2គ្រាប់សមត្ថភាពអ្នករាល់គ្នាក៏គួរតែលើសពីមុនឆ្ងាយពួកយើងប្រើកម្លាំងមនុស្សច្រើនទប់ទល់នឹងគាត់មិនប្រកាសថាប្រកួតមិនឈ្នះទេតាមពិតគ្រាប់ឃ្លីក្អែបបំផ្លាញខ្លួនមានសរុប10គ្រាប់គាត់ដើម្បីយកធ្វើជារបស់ខ្លួនឲ្យពួកយើងយកម្នាក់1គ្រាប់អូអាល្អិតនេះមើលទៅមិនសូវស្ងប់ស្ងៀមទេបងហៅអាមុកថ្មីនោះកំពុងចង្រៃយកពិតជាចង់ងាប់មែនខ្ញុំមានចិត្តល្អទូលឯងស្មានមិនដល់ថាឯងហ៊ានលួចញ៉ាំអាហារដែលអ្នករាល់គ្នាខំប្រឹងសន្សំរកងាប់រងចាំអញយូរហើយពួកឯងហ៊ានក្បត់ខ្ញុំយូរហៅឯងក៏មានថ្ងៃនេះដែរអញទ្រាំនឹងឯងយូរហើយថ្ងៃនេះឯងត្រូវតែសងជំងឺចិត្តបងប្អូនចូលទាំងអស់គ្នាវាត្រឹមពួកឯងមួយក្រុមនេះស្មានថាសហការគ្នាអាចវាឈ្នះខ្ញុំបានឆោតណាស់អ្នករាល់គ្នាចូលទាំងអស់គ្នាខ្ញុំជាអ្នករាមពួកឯងរៀបចំអ្នកផ្សេងទៀតសិនរងខ្ញុំសំទេចង្រៃយកអាចឆ្កែមនុស្សធ្វើពីដែកអ្នកណាទ្រាំបានឯងមកនេះមកអាល្អិតខ្ញុំនៅតែរងឯងមិនបានទៀតអាចង្រៃមើលស្នៀតនេះអ្នករាល់គ្នាចូលទាំងអស់គ្នាវាទៅមកទាំងអស់គ្នាទៅមិនក៏នៅក្នុងឃ្លាំងឡូឡាម្លេះហ៊ូហៅធ្វើអាក្រក់គួរតែស្លាប់ចាប់ពីថ្ងៃនេះទៅមេដឹកនាំអង្គការដូមនុប្រសិនបើអ្នករាល់គ្នាចង់សងសឹកឲ្យហ៊ូហៅអញ្ជើញមកបានខ្ញុំទទួលស្វាគមន៍ម្នាក់តាមពិតនៅពេលសមត្ថភាពខ្លាំងឡើងលបឿនស្រូបយកក៏កាន់តែលឿនទៅដែរបើជួបបិសាចឆ្មាធំម្ដងទៀតខ្ញុំមានសមត្ថភាពប្រកួតប្រជែងផ្ទាល់ជាមួយវាបានមិនចាំបាច់អញ្ចឹងទេធ្វើការងាររបស់ខ្លួនឲ្យល្អខ្ញុំមិនធ្វើបាបពួកឯងទេមែនហើយហ៊ូហៅធ្លាប់និយាយថាគាត់មានពូខ្លាំងម្នាក់ប្រសិនបើពូរបស់គាត់ដឹងថាក្មួយប្រុសត្រូវគេសម្រាប់គាត់ជាកាត់ឆេនខេងជាកង់មិនខានដល់ពេលនោះខ្ញុំជួបគាត់ក្នុងនាមជាមនុស្សស្រីរបស់ហ៊ូហៅហើយជាអាចទទួលបានការមើលថែទៀតផងអាឡូកាត់អីគ្រាប់ឃ្លីលែងមានប្រសិទ្ធភាពលើខ្ញុំហើយបងយិនមើលទូរស័ព្ទលឿនថ្ងៃនេះមានព័ត៌មានសំខាន់គ្រាប់ឃ្លីក្នុងក្បាលបិសាចចែកជាកម្រិតពីខ្សោយទៅខ្លាំងពណ៌ប្រភេទពណ៌បៃតងពណ៌លឿងពណ៌ខៀវពណ៌ស្វាយឡើងទៅទៀតប្រហែលជាមានកម្រិតខ្ពស់ជាងនេះប៉ុន្តែមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធទេនៅពេលកម្លាំងរាងកាយមនុស្សដល់កម្រិតណាមួយត្រូវតែស្រូបយកគ្រាប់ឃ្លីកម្រិតខ្ពស់ជាងនេះទើបមានប្រសិទ្ធភាពនិយាយអញ្ចឹងតួអង្គខ្លាំងពិតប្រាកដបានស្រូបយកគ្រាប់ឃ្លីពណ៌ស្វាយហើយខ្លួនឯងមួយរយៈនេះនៅតែសុខសាន្តពេកតំណែងអ្នកដឹកនាំនេះប្រគល់ឲ្យអ្នកហើយខ្ញុំហេតុអ្វីសំស្រប